យើងគឺនៅខ្សែទឹកខាងក្រៅហើយខ្សែទឹកខាងក្នុងនោះគឺទូកក្រុមប្រឹក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជជាទូកដឹកនាំដោយឯកឧត្តមលងធៀមប្រធានក្រុមប្រឹក្សាខេត្តបាទប៉ះគ្នាហើយគូនេះល្អហើយបាទល្អមើលហើយបាទឃើញថាទស្សនិកជនទាំងអ្នកមើលតាមការផ្សាយឥឡូវនេះខ្ញុំមើលឡើងឃើញហើយបាទបាំងហើយបាទឃើញថាឥឡូវនេះខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌បៃតងជាទូករបស់ស្នងការខេត្តហើយខ្សែទឹកខាងក្នុងពណ៌ទឹកក្រូចរំលេចដោយចុងជាវ៉ាពណ៌សនោះជាទូករបស់ក្រុមរក្សាខេត្តបាទដូច្នេះគូនេះគឺជាគូលេខ1និងលេខ2បងប្អូនបាទក្នុងឬក្រៅក្នុងឬក្រៅក្នុងឬក្រៅបាទឥឡូវនេះចាំមើលកងព័ន្ធទី2យើងអាចដឹងហើយបាទថាតើខ្សែទឹកក្នុងឬក្រៅបាទបាទខ្ញុំឃើញថាខ្សែទឹកខាងក្នុងដូចជានាំមុខហើយបាទទូករបស់ក្រុមរក្សាខេត្តបាទនាំមុខហើយបាទទូកស្នងការយ៉ាងម៉េចចេះបាទគុំទម្លាក់ដៃណាបាទគុំទម្លាក់ដៃបាទអូបាទមើលទៅដូចសណ្ដក់ឆ្ងាយដែរហើយបាទសណ្ដក់ឆ្ងាយមកហើយក្នុងឯក្រៅក្នុងក្រៅបាទអូបាទឃើញថាមកហើយអេបាទឥឡូវនេះយើងឃើញហើយបាទរកឃើញហើយបាទអបអសាទរបាទអបអសាទរទូកដែលមានឈ្មោះថា